បងដែលខ្ញុំចាំមិនខុសទេលបងគឺលបងច័ន្ទដែលមានរហស្សនាមថាឆ្មាមុខញីស៊ីកាម្ដាយចងដៃគេនឹងមែនទេអូលបងដូចជាសរសើរពេកហើយខ្ញុំមិនល្បីដូចជាលបងឯងថានោះទេនិយាយចឹងចន្ទៃលបងគឺលបងប៉ៃដែលមានរហស្សនាមថាកណ្ដុលបោកស៊ីដែលតែងតែបោកលុយមិត្តភ័ក្តិយកទៅស៊ីផឹកស្រវឹងរករឿងវាយគ្នាចូលប៉ូស្ទ័រតែរាល់ថ្ងៃនេះមែនទេអូគេឈ្មោះបន្តិចបន្តួចសូមលបងកុំទុកក្នុងចិត្តអីអូនិយាយចឹងលបងប៉ៃខ្ញុំឮថាលបងឯងចិត្តរៀបការឲ្យមែនទេកុំភ្លេចជួយខ្ញុំផងណាអូភ្លេចណាភ្លេចបានតែមិនអាចភ្លេចលបងឯងបានទេនិយាយអញ្ចឹងខ្ញុំដូចជាកោពាត់ដល់ហើយលបងតោះលបងច័ន្ទត្រហូបអីបន្តិចសិនទៅអីអូតោះចឹងលបងលបងស៊ីងទេសុខសប្បាយទេខ្ញុំល្បីថាលបងឯងនឹងបកកែទាំងវិជាគុណនិងអក្សរសាស្ត្រប៉ិតមែនទេលបងមិនហ៊ានទទួលទេនិយាយអញ្ចឹងមិនបានជាលបងស្គាល់មុខខ្ញុំខ្ញុំឃើញគេ share វីដេអូលបងពេញ Facebook សមត្ថភាពពិតជាអស្ចារ្យមែនមិនត្រឹមតែប៉ុណ្ណឹងខ្ញុំល្បីទៀតដល់លបងឯងនឹងចិត្តឈួតទៀតផងដូចជាសរសើរខ្ញុំពេកហើយចុះលបងមានរហស្សនាមអ្វីដែរខ្ញុំប្រុសសង្ហាប្រចាំភូមិហៅតិនហ្វីធ្លាប់តែឮសម្ដីតាវិជុឥឡូវបានជួបពិតជាមាត់ដាច់នេះគេនិយាយបែបក្រែងលបងឯងជាស្ដេចលបាយនៅបាកៅហើយបិចបានជាបរុតបតោដប់នៅបដប់នេះវិញលបងដោយសារតែថ្ងៃមុននឹងបន្លំគេមកកណាស្លាប់តែគេចាប់បានផ្ទះគ្រឿងអលង្ការប្រមូលលក់អស់គ្មានសល់ទេសល់ប្រាក់បន្តិចបន្តួចក៏បោះទៅនៅវិស័យរត់ម៉ូតូដប់នេះទៅស្បាតតែក្រាត់បើនេះគឺជាកម្មវិធីផ្សាយផ្ទាល់របស់កម្មវិធីសំណួរប្រាក់លានសប្តាហ៍នេះគឺជាសប្តាហ៍ចុងក្រោយហើយបើលោកឆ្លើយត្រូវនឹងទទួលបានទឹកប្រាក់ចំនួន$10 លានសហរដ្ឋអាមេរិកតែបើឆ្លើយខុសលោកនឹងទទួលបានចេកអាំងចំនួន1ចង្កាក់ដើម្បីជាការលើកទឹកចិត្តព្រោះកម្មវិធីនេះទទួលបានការឧបត្ថម្ភពីហាងលក់ចេកអាំងប្រចាំអាស៊ីអាគ្នេយ៍ដូច្នេះសូមលោករងចាំស្ដាប់សំណួរដោយប្រុងប្រយ័ត្នបាទសូមអានសំណួរសួរថាតើម្ដាយរបស់ម្ដាយលោកហៅថាវិញសូមឆ្លើយសំណួរបើយោងទៅតាមគម្ពីរសិលក្រឹតនិងសិលាចារឹកជាច្រើនបានឲ្យដឹងថាខ្សែស្រឡាយក្នុងវងត្រកូលដែលមានឋានៈពីជីតាជីទូតជីលូតជីលាសំណួរខាងលើនេះលើសពីជីលាមួយចំនួនតែខ្ញុំសូមឆ្លើយថាជីលាព្រោះថាឋានៈនេះវាខ្ពស់ជាងគេហើយមិនត្រឹមត្រូវទេចម្លើយដែលត្រឹមត្រូវនោះគឺពូជខាងម្ដាយរបស់លោកព្រោះច្រើនដំណរពេកគ្មានអ្នកណារាប់អស់ទេសូម្បីអ្នកឧបត្ថម្ភកម្មវិធីក៏មិនស្គាល់ផងអីចឹងដាក់មកទៅអីស្វាតូចឯងមកពីណាដែរមានការអ្វីអ្នកសច្ចាំងស្វាខ្ញុំមកចង់សុំរៀនវិទ្យាសាស្ត្រពីអ្នកសច្ចាំងនឹងណាឯងមាននាមត្រកូលអ្វីឈ្មោះអីក៏នៅឆ្នាំណាឪពុកម្ដាយរបស់ឯងរកស៊ីអីមានបងប្អូនប្រមាណនាក់បាទហេតុតាកាចាសួរនោះសួររកតែឯងឆ្លើយមិនទាន់គ្រាន់តែរៀនវិទ្យាសាស្ត្រប៉ុណ្ណឹងសោះយើងសួរដើម្បីបញ្ចូលព័ត៌មានក្នុងដែនតបេះយើងណាឯងចង់រៀនវិជ្ជាអីមុនគេស្វាតូចស្វាខ្ញុំនេះចង់រៀនវិទ្យាញ៉ែស្រីតាម Facebook នេះវយចង់រៀនសិទ្ធិស្និតកម្ពុជាក្នុងបកចេះមើលតែស្វាស្វាហុចមិនស្វាទៀតតាខ្ចាស់នេះវើអាឡូកូតអាឡូពុកកូនឲ្យបៀតកាអ្វីឆាប់និយាយទៅគេកាត់លុយពុកអស់លើហើយក្រែងកូនជាអ្នកខលទៅពុកទេហើយមិនបានជាអស់លុយពុកទៅវិញពុកបានជាប់សេវារ៉ូប៊ីកពួកថាតយើងខុសគ្នាមួយនាទីគេឆាតដល់ទៅ$5ឯនោះដាក់ចុះសិនទៅកូនអើយចាប់ពុកខលតាមវាយបើវិញHelloកូនមិនអើយកូនឯងច្បាស់ទេហ្នឹងច្បាស់ណាពុកអីបងនិយាយមកមានការអីពុកម៉ែសួរពុកឯងថាថ្ងៃឆេងមេខាងមុខនេះពុកឯងត្រូវការអ្វីខ្លះពុកមានអ្វីគ្រប់គ្រាន់ហើយពុកមិនចង់បានអ្វីទេពុកគ្រាន់តែចង់បានកូនឯងដឹកម្ដាយរបស់កូនបើនៅចិត្តពុកតែប៉ុណ្ណោះលបងស៊ីងទេសុខសប្បាយទេខ្ញុំល្បីថាលបងឯងនឹងបកកែទាំងវិជាគុណនិងអក្សរសាស្ត្រប៉ិតមែនទេលបងមិនហ៊ានទទួលទេនិយាយអញ្ចឹងមិនបានជាលបងស្គាល់មុខខ្ញុំខ្ញុំឃើញគេ share វីដេអូលបងពេញ Facebook សមត្ថភាពពិតជាអស្ចារ្យមែនមិនត្រឹមតែប៉ុណ្ណឹងខ្ញុំល្បីទៀតដល់លបងឯងនឹងចិត្តឈួតទៀតផងដូចជាសរសើរខ្ញុំពេកហើយចុះលបងមានរហស្សនាមអ្វីដែរខ្ញុំប្រុសសង្ហាប្រចាំភូមិហៅតិនហ្វីធ្លាប់តែឮសម្ដីតាវិជុឥឡូវបានជួបពិតជាមាត់ដាច់នេះគេនិយាយបែបក្រែងលបងឯងជាស្ដេចលបាយនៅបាកៅហើយបិចបានជាបរុតបតោដប់នៅបដប់នេះវិញលបងដោយសារតែថ្ងៃមុននឹងបន្លំគេមកកណាស្លាប់តែគេចាប់បានផ្ទះគ្រឿងអលង្ការប្រមូលលក់អស់គ្មានសល់ទេសល់ប្រាក់បន្តិចបន្តួចក៏បោះទៅនៅវិស័យរត់ម៉ូតូដប់នេះទៅស្បាតតែក្រាត់បើតោះសិស្សទាំង3យើងនាំគ្នាទៅមើលគេលេងល្បែងប្រជាប្រិយខ្មែរនៅវត្តខាងមុខទាំងអស់គ្នាកណាលោកគ្រូ
ខំគ្រូដូចជារមូលពោះនឹងជួមាត់ដល់ហើយលោកគ្រូចាញ់កូនមែនទេបានជាជួមាត់ដូចនេះចាញ់ក្បាលឯងអីអ៊ូខំគឺលោកគ្រូឃើញគេលេងចង់លេងឡើងជួមាត់ហ្នឹងណាអូលោកគ្រូគាត់ទៅលេងមិនបានទេទុកឲ្យកណ្ដាលលេងវិញមិនអីទេបំណែកថាមកទៅហើយសុំគេលេងសិនទៅចាំលេងហើយចាំសុំទោសសិលតាមក្រោយក៏វាមិនខាតបង់អីដែរតាមចិត្តលោកគ្រូទៅចុះសុំលេងផងមិនឲ្យលេងទេព្រោះអ្វីគ្មានអាណាម៉ៃត្រូវធ្វើម៉េចទៅលាងដៃលាងនឹងអ្វីលាងនឹងសាប៊ូបើគ្មានសាប៊ូទៅលាងនឹងផេះដែរបិចបាតជាលំហាត់ខុសច្រើនបេះកូនលោកគ្រូខ្ញុំមិនជឿទេពិនិត្យម្ដងទៀតទៅមើលក្រែងច្រឡំយីចេះបោបដៅលោកគ្រូទៀតបើ3ដងហើយទេលោកប្រុសឲ្យខ្ញុំសុំទោសផងថ្ងៃក្រោយខ្ញុំខំប្រឹងធ្វើឲ្យបានល្អជាងនេះតែលើកនេះគ្រូត្រូវទូរស័ព្ទទៅប្រាប់ប៉ាឯងដើម្បីកុំឲ្យឯងធ្វើលំហាត់ខ្ជិលអញ្ចឹងទៀតលោកគ្រូខ្ញុំសុំវ៉កុំទូរស័ព្ទទៅគាត់អីខ្ញុំខ្លាចគាត់ខឹងណាធ្វើលំហាត់មិនកើតហើយដល់ហ៊ានមិនឲ្យឯងទូរស័ព្ទទៅទៀតមិនឯងខ្លាចត្រូវពាត់បែទេប៉ាខ្ញុំមិនវាយខ្ញុំទេតែខ្ញុំខ្លាចគាត់ខ្មាស់គេបើខ្លាចគាត់ខ្វះគេអញ្ចឹងមិនឯងមិនខំរៀនឲ្យប្រកែដើម្បីកុំឲ្យគាត់ខ្វះគេគាត់មិនខ្មាស់គេឬខ្ញុំរៀនមិនចេះទេតែគាត់ខ្មាស់គេត្រង់លំហាត់របស់គាត់ដែលគាត់ធ្វើឲ្យខ្ញុំវាខុសទាំងអស់ពុទ្ធធូអើយយ៉ាលោកគ្រូកដុំឆែមកាតឆាញីលបល់យកចេះមកបញ្ញាក់លោកគ្រូទៅកើតលួសព្រលឹងលោកគ្រូអស់ហើយលីងយកជើងណាស់ហើយមិនបានជាលោកគ្រូមិនទៅតាំងសិនបើជាមកអង្គុយឆានអារម្មណ៍នៅទីនេះទៅវិញគ្មានអារម្មណ៍ឯណាឆានទេអ៊ូខងគឺលោកគ្រូគិតវិភាគរឿងមួយនឹងណាលោកគ្រូមានរឿងអីទៅប្រាប់កណាមកកាលពីល្ងាចមិញពេលលោកគ្រូមកពីដោះទុកសានស្រាប់តែឃើញរឿងមួយដែលមិនគួរឲ្យជឿលោកគ្រូមានរឿងអីនិយាយប្រាប់កណាមកមិនបាច់អ៊ីនខ្មាស់ទេគ្រូឃើញយុវជនយុវតីមួយក្រុមអង្គុយចង់ហងបាត់ជើងធំជុំគ្នាជារបងមួយហើយមានម្នាក់រត់និងម្នាក់ទីដេញតាមវាយគ្រូឃើញហើយបះសក់ប្រញាំងត្រឡប់មកវិញព្យាយាម search អ៊ីនធឺណិតនិងឆាតទៅប្រម៉ែគង់ស៊ីអ៊ីមតែនៅតែមិនអាចបកស្រាយចម្ងល់ទាំងនេះបានទៀតពុទ្ធលោកគ្រូល្ងងអីល្ងងយ៉ាងនេះក្មេងៗក្នុងភូមិក៏នាំគ្នាលេងល្បែងប្រជាប្រិយខ្មែរដែលមានឈ្មោះថាលក្ខសែងហ្នឹងណាខំប្រឹងកាត់ចិត្តត្បិតនេះត្រាថ្មីទោះខំបំភ្លេចក៏នៅតែនឹកគិតដល់រូបគេរាល់ល្ងាចព្រឹកយកដឹករលឹកកើតឡើងធ្វើងើយមើលដួងច័ន្ទកាន់តែខ្វល់ចិត្តជ្រូកច្បល់ខ្វល់ម្លេះទេឆប់កើតមានចិត្តស្រឡាញ់គេជាប់ស្ដាយមាសមេដកមិនបានឆ្លោះនឹងខ្លួនឯងខ្វាយគំនិតញញឹមក្នុងចិត្តអត់ស្រកស្រោតដឹងថាគេខ្ពស់ហួសការស្មានតែនៅចង់បានអូនជាគូអាប៉ាជើឯងនេះមកអង្គុយសូត្រកំណាប់ស្អីមកចម្លងធោះហើយមិនព្រមកែខ្លួនទៀតគិតតែព្រឹងស្នេហាអូយសិស្សច្បងស្វាអីមិនដឹងសេចក្ដីរបស់ខ្ញុំទេសិស្សច្បងស្វាអីអត់យល់ចិត្តអូនឈូកទេខំប្រឹងកាត់ចិត្តត្បិតនេះត្រាថ្មិចទោះខំបំភ្លេចក៏នៅតែនឹកអូខងកណាលោកគ្រូយើងមកដល់ណាហើយនឹងលោកគ្រូមិនចាំបន្តិចទៅចាំកណាឆៃ GPS មើលសិនលោកគ្រូឃើញហើយគឺកំពង់ប្រាសាទអង្គរស្រុកខ្មែរលោកគ្រូយ៉ាលោកគ្រូឮថាស្រុកខ្មែរមានកន្លែងសប្បាយច្រើនណាស់ណាអូខងលោកគ្រូពិតជាសង្កេតមែនឲ្យតែកន្លែងសប្បាយលោកគ្រូដឹងទាំងអស់ហ្នឹងលោកគ្រូមិនមែនជាសង្កេតអីទេគឺព្រះនាងគង់ស៊ីអ៊ីមលួចប្រាប់លោកគ្រូតាមឡាញហ្នឹងណាលោកគ្រូនឹងប្រម៉ែគង់អ៊ីនដូចជាស្អិតរមុតដល់ហើយណោះមិនមែនដូចជាឯងគិតទេអ៊ូខងព្រះនាងគ្រាន់តែជួយយកអាសាលោកគ្រូដើម្បីការធ្វើដំណើរទៅចម្លងធម៌នេះជួបតែរឿង happy ហ្នឹងណាឡោតឆាអូខ្លួននេះគេដូចឡោតឆាសិស្សច្បងអូយឈូខ្ចី 2,500 សិនមកអាប៉ាជេខ្ចីលុយអញ 3,000 ថ្ងៃមុនមិនទាន់សងផងមកចង់ខ្ចីស្អីទៀតអូជួយច្បងអត់យល់ចិត្តអូនឈូកទេអូនឈូកអត់មានអីចូលពោះបកាយអើយអូនខំឯងឲ្យគេខ្ចីលុយសិនទៅណាមិនមកចាំឯងទាពីលោកគ្រូក៏បានដែរលោកគ្រូខ្ចីលុយកណាភ្យោកាប់ថ្ងៃមុនមិនទាន់សងផងមកចង់ចេញឲ្យអាប៉ាជេទៀតកណាមិនជឿទេអូនខំឯងក៏មើងងាយប៉ាជេណាថ្មីត្បិតតែគេថតបន្តិចមែនប៉ុន្តែស្រីវាសាហាវណាស់ឯងសិតតែស៊ីលងនីឆាងសូមក្រាបថ្វាយបង្គំព្រះអិនទូលព្រះបង្គំមានដំណឹងល្អចង់ទូលថ្វាយល្អក្រោបឡើងមកចុះលោកមានដំណឹងល្អអ្វីទៅឆាប់និយាយប្រាប់យើងភ្លាមមកក្រាបថ្វាយបង្គំព្រះអិនឡងរវាងនឹងសម័យអ៊ីជីងរបស់ទ្រង់ត្រូវស្នុកខំកំតិចចោលអស់ហើយមិនត្រឹមតែប៉ុណ្ណឹងទេទៀតសូម្បីតែ iPhone 5A Gold ព្រះម៉ែដែលសាកថ្មនៅក្នុងព្រះរាជសំណាក់នោះក៏ត្រូវស្នុកខំលួចយកទៅបាត់ដែរពិនជាប្រហើនមែនគ្រាន់តែជាស្វាមីក្បាលតែប៉ុណ្ណោះតែបែរជាប្រហើនហ៊ានមកអុកលោកឋានលើផងអីព្រះអត់សូមទ្រង់ចេញព្រះរាជបញ្ជាមកចុះទូលព្រះបង្គំសូមការអនុញ្ញាតពីទ្រង់ដឹកនាំកងទ័ពទេវតាចេញច្បាប់មកក្រាបបីសាច់ស្វាចង្រៃនោះល្អយើងចេញព្រះរាជបញ្ជាឲ្យលោកមេទ័ពសេនាប្រមុខដឹកនាំកងទ័ពទេវតាចេញច្បាំងទៅចុះ